លោកស្រីត្រីដាណាបានស្នើឲ្យអ្នកគាំទ្រនិង fan ក្នុង Facebook ចូលរួម report មួយដែលយកឈ្មោះលោកស្រីទៅបោកប្រាស់គេការ៉ូ SPC មានច្រើនពណ៌ច្រើនជម្រើសធ្វើឲ្យគេហដ្ឋានលោកអ្នកកាន់តែទំនើបស៊ីវិល័យអត្ថប្រយោជន៍ងាយស្រួលក្នុងការដំឡើងមិនសាយជាពុលក្នុងបន្ទប់ធន់នឹងការកកិតប្រើប្រាស់ធន់បានយូរឆ្នាំមិនជ្រាបទឹកការពារសត្វកណ្ដៀរអាចផ្លាស់ប្ដូរទីតាំងពីកន្លែងមួយទៅកន្លែងមួយយ៉ាងងាយស្រួលសម្អាតមិនរអិលអាចរៀបបានគ្រប់ទីកន្លែងការ៉ូ SPC ធ្វើឲ្យគេហដ្ឋានរបស់អស់លោកអ្នកកាន់តែទំនើបស៊ីវិល័យមានលក់ដុំនិងរាយសម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ015 988 449នៅក្នុងនោះផងដែរគេឃើញថានៅលើបណ្ដាញសង្គមជាពិសេសនៅតាម page គឺមានការចាប់អារម្មណ៍ទាក់ទងជាមួយនឹងការបង្ហោះរូបថតលោកស្រីត្រីដាណារួមជាមួយនឹងឈ្មោះ account Facebook លោកស្រីផ្ទាល់ហើយនឹងមានការយកទៅបង្ហោះលក់ម៉ូតូនិងជារឿយៗគេឃើញថាមានបងប្អូនប្រជាពលរដ្ឋចាញ់បោក page ទាំងអស់នេះជាហូរហែដោយបានវេលុយទៅហើយប៉ុន្តែមិនបានទទួលម៉ូតូតាមអ្វីដែល page នោះបានបង្ហោះនោះទេទៅតែការពេលថ្មីនេះលោកស្រីត្រីដាណាបានរំលេចនិងបង្ហោះសារនៅលើបណ្ដាញសង្គមផ្លូវការរបស់ page ខ្លួនឯងតែម្ដងដែលមានឈ្មោះថាត្រីដាណាក៏បានធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋសូមមេត្តាជួយ report page នេះម្នាក់មួយទៅកុំឲ្យពួកនឹងដើរបោកប្រជាជនខ្មែរទៀតហើយសូមបងប្អូនមុននឹងជឿសូមប្រើឧត្តមគតិគិតឲ្យបានច្បាស់លាស់មិនដែលមានអ្នកណាគេលក់ម៉ូតូតម្លៃ$120ឬមួយក៏មានក្រុមការងារណាខលទៅឲ្យបងប្អូនដាក់លុយជាមុននោះទេសូមកុំចង់បានលើសពីកម្លាំងញើសឈាមរបស់យើងអីនាំឲ្យយើងខាតប្រយោជន៍ដូច្នេះកុំឲ្យបងប្អូនជួលច្រឡំបន្តទៀតសូមជួយ report page នេះចោលម្នាក់មួយផងនៅក្នុងនោះផងដែរគេឃើញថាក្រោយពីលោកស្រីត្រីដាណាបានសរសេរសារបង្ហោះបែបនេះហើយគេឃើញថាមានការចូលទៅ comment ជាច្រើនហោហែដោយនៅក្នុងនោះបាននិយាយថាអ្នកខ្លះក៏បានចាញ់បោក page ទាំងអស់នោះអ្នកខ្លះក៏បានគ្រប់គ្រងទៅនឹងការលើកឡើងរបស់លោកស្រីត្រីដាណាតែតងជាមួយនឹងការលក់ម៉ូតូអាសង់តម្លៃត្រឹមតែ$120នោះហើយក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នជៀសវាងមានការភ័ន្តច្រឡំនិងចាញ់បោកគេតទៅទៀត